គ្រាន់តែអ្នករងចាំរាល់ការត្អូញត្អែរដែលអ្នកបានបង្កឡើងនៅទីនេះខ្ញុំនឹងធ្វើឲ្យអ្នកសងសឹកខ្ញុំតាមគ្រប់មធ្យោបាយដែលអាចស្រមៃបាននេះរឿងកំប្លែងនេះទីបំផុតបានមកដល់ទីបញ្ចប់ហើយខ្ញុំឃ្លានណាស់ខ្ញុំស្ទើរតែភ្លេចថាខ្ញុំបានចុះមកញ៉ាំអាហារអូយម្ហូបឆ្ងាញ់ច្រើនណាស់នឹងជើងមាន់ធំដែលខ្ញុំចូលចិត្តបំផុតនឹងឆ្អឹងជំនីជ្រូកផ្អែមនិងជូរដែលខ្ញុំចូលចិត្តយឺតតើនេះជាអ្វីវាឆ្ងាញ់ជាពិសេសតើនេះធំណាស់ខ្ញុំធ្លាប់មិនអាចរើសចានបានច្រើនទេថ្ងៃនេះខ្ញុំនឹងញ៉ាំវាទាំងអស់នេះជាសំណាងល្អដែលខ្ញុំទទួលបានពីការត្រូវបានស៊ូឆៃវីដំកុំរុញខ្ញុំអីកុំរុញខ្ញុំមិនខ្លាចទេខ្ញុំមានម្ដាយម្នាក់ខ្ញុំមិនអនុញ្ញាតឲ្យអ្នករងរបួសម្ដងទៀតទេបាទប្អូនស្រីខ្ញុំនឹងបង្រៀនមេរៀនមួយសម្រាប់អ្នកសង្វាក់ Second Brother កុំនិយាយបែបនឹងអីបងស្រីនាងមានអារម្មណ៍មិនស្រួលខ្លួនព្រោះនាងទើបតែមកដល់តំបន់នេះវាជាកំហុសរបស់ខ្ញុំបានធ្វើឲ្យនាងខឹងកុំបន្ទោសនាងអីមនុស្សល្ងងអ្នកគ្រាន់តែឆោតល្ងងនឹងចិត្តល្អពេកខ្ញុំមានសំណើតែមួយគត់សូមកុំបោះបង់ចោលខ្ញុំដរាបណាខ្ញុំអាចនៅជាមួយឪពុកម្ដាយនិងបងប្រុសរបស់ខ្ញុំបានខ្ញុំសុខចិត្តទទួលយកការប្រព្រឹត្តបែបណាក៏ដោយដែលខ្ញុំទទួលបានពីបងស្រីប៊ីក្មេងងងអ្នកគឺជាកូនដ៏មានតម្លៃរបស់យើងតែយើងប្រហែលជាមិនចង់បានអ្នកដោយរបៀបណាអ្នកថែរក្សាផ្ទះពេលព្រឹកសូមអភ័យទោសលោកស្រីលីអ្នកបម្រើនឹងចុងភៅទាំងអស់កំពុងសម្រាកលំហែកាយមនុស្សជាច្រើនកំពុងសម្រាកតើអ្នកដទៃមិនញ៉ាំអាហារពេលព្រឹកទេចៅហ្វាយនីស្រីកំណាននិងចៅហ្វាយនីវ័យក្មេងទាំងពីរនាក់សុទ្ធតែបានទៅមន្ទីរពេទ្យដើម្បីទៅសួរសុខទុក្ខអ្នកនាងដូច្នេះពួកគេនឹងធ្វើឲ្យខ្ញុំស្រេកឃ្លានលោកក្រឹវវ័យក្មេងទី2បាននិយាយថាគាត់នឹងបង្រៀនមេរៀនមួយដល់អ្នកតើគ្រូសាស៊ូមិនមែនជាគ្រូសាអ្នកមានទេស្គមស្គាំងណាស់ខ្ញុំជាសិស្សច្បងនៅវិទ្យាល័យឥឡូវនេះការរំលងអាហារពេលព្រឹកមានន័យថាអ្នកនឹងមិនទទួលបានអាហារប្រសិទ្ធភាពនៃការរៀនសូត្ររបស់ខ្ញុំនឹងធ្លាក់ចុះប្រសិនបើខ្ញុំមិនទទួលបានអាហារបន្ទាប់មកប្រសិទ្ធភាពសិក្សារបស់ខ្ញុំនឹងធ្លាក់ចុះបន្ទាប់មកចំណាត់ថ្នាក់របស់ខ្ញុំលោករបស់ខ្ញុំបានដួលរំហើយតើអ្នកយកទេតើអ្នកពិតជាយកទេខ្ញុំមិនយកទេមិនខ្វល់ទេវាមិនមែនជាកំហុសរបស់អ្នកទេខ្ញុំនឹងធ្វើខ្លះដោយខ្លួនឯងដូច្នេះតើអ្នកធ្លាប់ដេញតាមនរណាម្នាក់ទេកណ្ដុរក្រអឺតក្រទុំគ្មានអ្វីសោះឥឡូវនេះយ៉ាងណាក៏ដោយគ្មានអាហារទេបន្ទាប់មកខ្ញុំអាចបំពេញក្រពះរបស់ខ្ញុំដោយអាហារបំពន់ខាងវិញ្ញាណតែប៉ុណ្ណោះគ្មាននរណាម្នាក់នឹងលើកអ្នកឡើងទេឡើងលើឡានក្រុងតើក្លិនក្រអូបល្អមានក្លិនយ៉ាងណាតើអ្នកចង់បានខ្លះទេអូតើខ្ញុំអាចទទួលយករឿងនេះដោយរបៀបណាក្តីសុបិនត្រូវបានផ្សារភ្ជាប់បន្ទាប់ពីវារឹងវាមានក្លិនល្អណាស់ខ្ញុំនឹងឲ្យអ្នកនៅអាហារទាំងអស់ប្រសិនបើវាឆ្ងាញ់មិនបានជាក្លៀនខ្លាំងម្ល៉េះតែម្នាក់ឯងស្គមស្គាំងស៊ូជីយីឈប់ឲ្យខ្ញុំញ៉ាំអាហារព្រោះគាត់រងរបួសខ្ញុំកំពុងប្រាប់រឿងនោះពិតជាមិនមានអ្វីពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំមិនបានរុញគាត់ចុះទេគាត់បានដួលដោយខ្លួនឯងអូខេម្នាក់បាននិយាយថាអ្នកក៏មិនយល់ដែរល្អទោះបីជាខ្ញុំមិនយល់ក៏ដោយតែចាប់ពីពេលនេះទៅខ្ញុំនឹងយកអាហារពេលព្រឹកមកឲ្យអ្នកវិញអ្នកក៏អាចមកផ្ទះខ្ញុំសម្រាប់អាហារពេលល្ងាចបានដែរមួយថ្ងៃគាត់គឺជាទីស្រឡាញ់របស់ស៊ូជីយីដែលជាអ្នកស្នងរត់នៃគ្រួសារកៅឪពុករបស់ស៊ូបានដេញតាមមនុស្សដែលគាត់ត្រូវរៀបការតាមទម្លាប់ធម្មតាគាត់ត្រូវតែជាតួឯកប្រុសនៃពិភពមេឡូដ្រាម៉ានេះការចូលរួមជាមួយគាត់ពិតជានឹងជាការរំខានដ៏ធំមួយទេ
ខ្ញុំមិនអាចឲ្យរឿងនេះរំខានដល់ការរៀបចំប្រឡងចូលមហាវិទ្យាល័យរបស់ខ្ញុំបានទេសូមកុំមានគំនិតផ្សេងពីខ្ញុំអីកែវយើងជាសិស្សវិទ្យាល័យឥឡូវនេះការរៀនសូត្រគឺជាភារកិច្ចចម្បងរបស់យើងការរៀបចំសម្រាប់ការប្រឡងចូលមហាវិទ្យាល័យហាហាកុំមានចិត្តឆេវឆាវខ្លាំងពេកនេះជាបញ្ហាធ្ងន់ធ្ងរណាស់ទំនាក់ទំនងស្នេហាដំបូងអាចបណ្ដាលឲ្យមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៃការសិក្សារបស់យើងណាស់ដែលខ្ញុំនឹងខកខានឱកាសសិក្សានៅសាកលវិទ្យាល័យសិង្ហបុរីនិងសាកលវិទ្យាល័យប៉េកាំងប៉ុន្តែលីនឥឡូវនេះខ្ញុំជានិស្សិតនៅសាកលវិទ្យាល័យសិង្ហបុរីនិងភីកិនតើខ្ញុំគួរបន្តសិក្សាដោយលំបាកទេអូដូច្នេះអ្នកមិនមែនជាសិស្សវិទ្យាល័យទេខ្ញុំគិតថាម្នាក់នោះឪពុកម្ដាយរបស់ខ្ញុំពិតជាកោតសរសើរអ្នកណាស់ដូច្នេះសូមឲ្យខ្ញុំមើលថែអ្នកឲ្យបានល្អអូខ្ញុំយល់ហើយអរគុណម៉ាក់និងប៉ាអរគុណម៉ាក់និងប៉ាហេតុអ្វីដូច្នេះអ្នកគ្រាន់តែគិតថាខ្ញុំចូលចិត្តអ្នកមែនទេវិបុលភាពលទ្ធិប្រជាធិបតេយ្យអារីធម៌សុខដុមរមនាសេរីភាពសម្ភារយុទ្ធធម៌អូខ្ញុំទើបតែញ៉ាំនំប៉័ងចំហុយច្រើនពេកហើយមានអារម្មណ៍វិលមុខនិងក្តៅបន្តិចអស្ថានសួគ៌របស់ខ្ញុំអើយយេតើខ្ញុំអាចធ្វើអ្វីដ៏ល្ងង់ខ្លៅបែបនេះនៅថ្ងៃនេះដោយរបៀបណាខ្ញុំប្រហែលជាបានវាពីគ្រូសាស៊ូរោគសញ្ញាថ្មីអន់ពេកហើយខ្ញុំចង់សិក្សាយ៉ាងលំបាកសិក្សាឲ្យបានខ្ជាប់ខ្ជួនប្អូនស្រីខ្ញុំបានស្នាក់នៅមន្ទីរពេទ្យអស់រយៈពេលមានអារម្មណ៍ធុញទ្រាន់អ្នកទាំងអស់គ្នានៅក្បែរខ្ញុំក្នុងរយៈពេលប្រហែលថ្ងៃកន្លងមកនេះមិនដែលចាក់អ្នកត្រូវបានគេឃុំឃាំងយូរពេកហើយបងប្រុសទី2ហាហេតុអ្វីលើកនេះខ្ញុំទូចង់ទទួលបានយើងមិនទាន់បានប្រារព្ធខួបកំណើតរបស់គាត់នៅពេលនោះគាត់បានទទួលឲ្យចេញពីមន្ទីរពេទ្យចូលយើងអបអរសាទរជាមួយគ្នាអរគុណម៉ាក់អរគុណបងប្រុសយោពមតោះអញ្ជើញគ្រូសាហ្គែវដែលនៅជាប់ផ្ទះមកចូលរួមសប្បាយអស់ចាមែនទាំងអស់នេះគឺដោយសារតែលេងសៃវ៉ាបើមិនដូច្នោះទេតើប្អូនស្រីរបស់ខ្ញុំអាចរងទុក្ខដោយអីទេខ្ញុំសុខសប្បាយទេឥឡូវនេះសូមអភ័យទោសដល់ប្អូនស្រីរបស់អ្នកហេតុអ្វីមិនមែនលីនស្វានទេតើអ្នកណានៅក្បែរគាត់បងប្រុសកៅយ៉ានបងប្រុសរបស់លេងសៃវ៉ាន់និងបងប្រុសរបស់ហ្គាវយ៉ាននៅជាមួយគ្នាលីនស៊ីវ៉ាន់ស្រីឆ្នះនោះតាមពិតគាត់ហ៊ានលបួងបងប្រុសរបស់ហ្គាវយ៉ានទេបងប្រុសកៅយ៉ានអាចជារបស់ខ្ញុំតែម្នាក់ខ្ញុំនឹងរៀបការជាមួយកៅយ៉ានបន្ទាប់ពីខ្ញុំចូលរៀននៅសាកលវិទ្យាល័យបងប្រុសកៅយ៉ានអ្នកក៏នៅទីនេះដែរខ្ញុំនឹងអនុញ្ញាតឲ្យអ្នកទៅក្នុងរយៈពេល2-3ថ្ងៃខាងមុខនេះលេហើយហេតុអ្វីស៊ីវយ៉ានបានត្រឡប់មកវិញហើយបាទខ្ញុំត្រឡប់មកវិញហើយគ្រូសាស៊ូដែលនៅជាប់គ្នាកំពុងរៀបចំពិធីជប់លៀងតូចមួយសម្រាប់កូនស្រីរបស់គេបានអញ្ជើញយើងជាពិសេសឲ្យមកអូកុំទៅតើខ្ញុំជាប់ពាក់ព័ន្ធជាមួយកូនស្រីរបស់គ្រូសាស៊ូដោយរបៀបណាខ្ញុំនៅតែមានស្រមោលផ្លូវចិត្តកូនប្រុសរបស់អ្នកកំពុងត្រូវបានស្ត្រីឈ្គួតម្នាក់យីតើវាគួរឲ្យអស់សំណើចទេអូយ៉ាងណាក៏ដោយខ្ញុំបានឮថាកូនស្រីថ្មីរបស់គ្រូសាស៊ូពិតជាមានទេពកោសល្យណាស់ពេលនោះខ្ញុំបានទៅសាលារៀនខ្ញុំបានឮថាគាត់ទទួលបានពិន្ទុលើសពី700ក្មេងស្រីតូចនោះមិនមែនជាមនុស្សធម្មតាទេពិធីជប់លៀងអបអរសាទរនេះត្រូវតែសម្រាប់គាត់បន្ទាប់មកខ្ញុំនឹងទៅព្រះជាម្ចាស់ហេតុអ្វីមនុស្សមួយចំនួនបាននិយាយយ៉ាងច្បាស់ថាពួកគេនឹងមិនទៅទេហេតុអ្វីបានជាអ្នកផ្លាស់ប្ដូរចិត្តថ្មីនេះស៊ីវយ៉ានបានត្រឡប់ទៅផ្ទះញឹកញាប់ណាស់ដំបូងឡើយខ្ញុំគិតថាវាជាវិធីមួយដើម្បីថែទាំយើងពីរនាក់ដែលមានវ័យចំណាស់ទេទៅយកក្មេងស្រីតូចម្នាក់នោះនៅក្បែរផ្ទះជារៀងរាល់ថ្ងៃហេតុអ្វីដូច្នេះចិត្តណាពិតមិនមែនស្ថិតនៅក្នុងស្រះទេតើវាពិតទេស៊ីវយ៉ានតើអ្នកគិតយ៉ាងណាចំពោះក្មេងស្រីតូចម្នាក់មកពីគ្រូសាស៊ូតើយើងមិនគួរទៅពិធីជប់លៀងអបអរសាទរទេខ្ញុំនឹងឡើងទៅជាន់លើហើយបដូរសម្លៀកបំពាក់ជាមុនសិនទូរស័ព្ទខ្ញុំអូឡាវកៅមកដល់ហើយអង្គុយចុះបងប្រុសសំឡេងខ្ពស់អ្នកកំពុងអង្គុយក្បែរខ្ញុំអណ្ដូងខ្ញុំចូលចិត្តអាហារនៅទីនោះជាងថ្ងៃនេះវាគឺដើម្បីអបអរសាទរការទូចរបស់កូនស្រីជាទីស្រឡាញ់របស់ខ្ញុំក្នុងការចេញផ្សាយប្រឡំលោកបែបស្រមើស្រមៃមកចុះទូចនៅពេលវេលាចុងក្រោយដ៏សំខាន់នេះអ្នកក៏ត្រូវបន្តការងារល្អដែរខ្ញុំនឹងប៉ាហាស៊ូកុំបាក់ទឹកចិត្តប្រសិនបើអ្នកធ្វើមិនបានល្អក្នុងការប្រឡងនាពេលអនាគតអ្នកគួរតែរៀនពីប្អូនស្រីរបស់អ្នកហេតុអ្វីបានជាកម្ដៅសរុបដែលបង្កើតនៅក្នុងបញ្ហារូបវិទ្យាចុងក្រោយនោះមាន39ពីតើចម្លើយត្រូវបានពន្យល់មិនត្រឹមត្រូវទេរងចាំរហូតដល់គ្រួសារយើងតាំងចិត្តខ្ញុំត្រូវសូមឲ្យឆេវៀនមើលថែខ្ញុំឲ្យបានល្អប្រសិនបើខ្ញុំអាចចូលរៀននៅសាកលវិទ្យាល័យសិង្ហបុរីឬភីកិនគុំនិយាយអំពីថាតើគាត់អាចប្រឡងជាប់ឬប្រឡងជាប់ក៏ដោយគាត់និងខ្ញុំមិនបានរៀននៅមហាវិទ្យាល័យតែមួយទេតើខ្ញុំអាចថែរក្សានាងបានដោយរបៀបណាហេតុអ្វីបានជាខ្ញុំកាន់តែខ្លាចជាបរិសុទ្ធត្រង់នៅពេលដែលខ្ញុំចាស់ទៅជីយោមកឈៀវយ៉ានវានឹងមិនរំខានអ្នកជាមួយនឹងអ្វីដែលអ្នកទូចនោះទេគាត់ឆ្លាតណាស់ឥឡូវនេះអ្នកគ្រាន់តែត្រូវប្រាប់គាត់អំពីសាលារបស់អ្នកគ្រាន់តែផ្ដល់កម្លាំងចិត្តដល់គាត់ខ្លះ
វិធីសាស្ត្រនោះចំពោះសាកលវិទ្យាល័យផ្សេងៗនឹងសាកលវិទ្យាល័យពីជាងគឺមានល្បឿនពួកគេបានទូចថាប្រសិនបើពួកគេត្រូវការអ្វីមួយពួកគេអាចតាក់ទងមកយើងបានបាទចាស់សោះចាស់កិច្ចការរបស់កុមារកុំឲ្យយើងពាក់ព័ន្ធអីហាយោពមចូលចាប់ផ្ដើមអាហាររបស់យើងហាតើនេះជាប្រឡងលោកដែលសរសេរដោយអ្នកក្រុមម្នាក់អំពីអ្នកមានម្នាក់មែនទេអ្នកត្រូវតែប្រឡងដោយខ្លួនឯងដើម្បីអាចចូលរៀននៅសាកលវិទ្យាល័យបរិច្ចាគអគារបានទេមិនអាចទៅក្រៅប្រទេសបានទេបើអ្នកចង់ដឹងអំពីសាលានោះអ្នកត្រូវសួរក្មេងអ្នកមាននៅក្បែរនោះអូខ្ញុំសុំទោសណាស់គាត់ពិតជាបានធ្វើវាដោយចិត្តណាមែនតើគាត់ហ៊ានសើចចំអកឲ្យលីស៊ូនៅចំពោះមុខបងប្រុសរបស់កៅយ៉ានយ៉ាងដូចម្ដេចយើងស្ទើរតែយំពេលកំពុងលេងនៅតែសើចមានសុជីវធម៌មិនល្អខ្ញុំធ្វើមិនបានល្អក្នុងការតើអ្នកមានសិទ្ធិអ្វីមកសើចចំអកខ្ញុំទូចខ្ញុំមិនបានសើចចំអកឲ្យគាត់ទេអ្នកមិនអាចទ្រាំឃើញយើងទូចចង់នៅជាមួយគ្នាបានទេសូមអភ័យទោសដល់ស៊ូវងនិងប្អូនស្រីរបស់អ្នកស៊ូវ៉ាងបានទូចសូមអភ័យទោសនាពេលអនាគតផ្ដោតចិត្តរបស់អ្នកលើផ្លូវត្រូវខ្ញុំសូមទូចណែនាំអ្នកឲ្យខិតខំសិក្សាសូមទ្រង់ណែនាំខ្ញុំក្នុងការសិក្សារបស់ខ្ញុំបន្ទាប់មកការសិក្សារបស់ខ្ញុំត្រូវបានអ្នកអាចនិយាយបែបនោះដោយរបៀបណាអ្នកអាចរៀនវាដោយខ្លួនឯងបានល្អប៉ុណ្ណាតាមដែលខ្ញុំដឹងនិទេសរបស់ស្វ័នគឺល្អឥតខ្ចោះនិទេសរបស់វណ្ណហេស៊ីស្វ័នគឺល្អអ្នកត្រូវបានគាត់បោកបញ្ឆោតមែនទេពូស៊ូតើពូដឹងទេថាស្វ័នរកបានប៉ុន្មានពិន្ទុក្នុងការធ្វើតេស្តប៉ុន្មានពិន្ទុវានឹងមានយ៉ាងហោចណាស់3ឬ400តើមនុស្សម្នាក់មកពីតំបន់ក្រីក្រនិងដាច់ស្រយាលអាចរៀនបានល្អប៉ុណ្ណាវត្តអារាមអាចមើលងាយក្បាច់គុណប៉ុន្តែយើងមិនត្រូវមើលងាយខេត្តរបស់យើងទេយើងមិនស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនិងក្រីក្រ985ទេតើអ្នកកំពុងធ្វើអ្វីខ្ញុំជើងរបស់ខ្ញុំស្ពឹកប្រញាប់ប្រញាល់ឆាប់ខឹងខ្ញុំភ័យស្លន់ស្លោសូមអភ័យទោសខេកសានហឺស្រុកកំណើតរបស់ខ្ញុំនិយាយឡើងបន្ទាប់មកប្រាប់ខ្ញុំតើអ្នកទទួលបានពិន្ទុប៉ុន្មានតើអ្នកពិតជាចង់អ្វីដែលខ្ញុំត្រូវនិយាយមែនទេតាមពិតទៅខ្ញុំទទួលបាន7ពិន្ទុសេវាកម្មនាយកសាលាហើយហាតាមពិតទៅខ្ញុំបានប្រឡងចូលបម្រើការងារស៊ីវើគ្រូរបស់គាត់តែងតែហៅគាត់ផ្ទាល់សួស្ដីតើអ្នកខ្ញុំទេយើងកំពុងញ៉ាំហេតុអ្វីបានជាអ្នកមិនចេញទៅយកវាអូម្ដេចក៏ហ៊ាននិយាយបែបនេះកៅជាធ្លាប់ជាអ្នកចិត្តខាងរបស់យើងអស់រយៈពេលមានអ្វីខុសជាមួយនោះតើអ្នកមិនគិតដូច្នេះទេមែនហើយសួស្ដីតើអ្នកខ្ញុំទេពូស៊ូពិតជាមានចិត្តទូលីណាស់ហាថ្ងៃនេះវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ពិធីជប់លៀងរបស់យើងទាំងពីរមិនបើកឧបករណ៍បំពងសំឡេងហើយស្ដាប់ជាមួយគ្នាហាហេនាយកសួស្ដីលោកនាយកលោកស៊ូខ្ញុំមិនអាចតាក់ទងសូហ្វីតាមទូរស័ព្ទបានទេដូច្នេះខ្ញុំគ្មានជំរឿអ្វីក្រៅពីហៅអ្នកទេអង្គការនេះរំពឹងថាពិន្ទុនៃការប្រឡងសាកល្បងនេះនឹងមាន543ពិន្ទុខ្ពស់ជាងបន្ទាត់ទាំងអស់ហាអូនាយកនេះជាដំណឹងល្អអូខ្ញុំគិតថាអ្នកចិត្តណាធ្លាក់ការប្រឡងដោយសារតែសម្លេងរបស់ខ្ញុំមានការប្រៀបធៀបនៅទីនេះមានសំណួរធ្ងន់ធ្ងរជាងនេះទៅទៀតដើម្បីសួរអ្នកសៀវភៅបានទទូចប្រាប់ខ្ញុំតើលេងសែវងជួបបញ្ហាដោយសារតែសាច់ញាតិឆ្ងាយរបស់អ្នកមែនទេខ្ញុំត្រូវស្គាល់ស្វ័នឲ្យកាន់តែច្បាស់ស្វានតើគាត់ធ្វើខុសទៀតហើយឬនាយករូបនេះគឺជាក្មួយប្រុសរបស់ប្រធានការិយាល័យពន្ធដារខ្ញុំមិនអាចមានលទ្ធភាពធ្វើបាបពួកគេបានទេត្រូវហើយគាត់ត្រូវបាននាំយកមកពីទីក្រុងតូចមួយមានបញ្ហាតូចតាចមួយចំនួនជាមួយតួអង្គនេះហេតុអ្វីយកប្រសិនបើគាត់បានធ្វើអ្វីខុសអ្នកបានប្រាប់ខ្ញុំនឹងបង្រៀនគាត់នៅមេរៀនមួយតើអ្នកកំពុងនិយាយអ្វីតើអ្នកមិនជិតស្និទ្ធនឹងលីនស៊ីវ៉ាងទេគាត់សាច់ញាតិឆ្ងាយគាត់មិនត្រូវបានចិញ្ចឹមដោយគ្រួសារស៊ូរបស់យើងទេគ្រួសារស៊ូត្រូវបានរុញច្រានគ្នាបែបនេះនៅចំពោះមុខអ្នកខាងក្រៅតើអ្នកមិនខ្វល់ទោសតែសោះមែនទេតើអ្នកមិនដឹងអំពីស្ថានភាពជាក់ស្ដែងរបស់លីនសែវ៉ាងទេស៊ូទទូចប្រាប់ខ្ញុំនៅថ្ងៃដែលលីនស៊ីវ៉ាងបានមករាយការណ៍ចូលបំពេញទាំងការសិក្សានិងចរិតគេលីនស៊ីវ៉ាងទទួលបាន719ពិន្ទុក្នុងការប្រឡងសាកល្បងទី1នៅក្នុងថ្នាក់ពេកប្រសិនបើគ្រួសារស៊ូរបស់អ្នកមានកម្រិតអប់រំបែបនេះស៊ូទូចថានាងមិនគួរទទួលបានពិន្ទុទាបបែបនេះទេតើអ្នកដឹងទេប្រសិនបើខ្ញុំមានអាត់មួយគាត់ជាបេក្ខជនម្នាក់ដែលអាចនឹងត្រូវតែងតាំងជាអនុប្រធានសាលាបញ្ចូលគាត់ឲ្យផ្ទេរទៅថ្នាក់របស់ខ្ញុំដែរអាណិតតើនេះអាចទៅជាយ៉ាងដូចម្ដេចចូលយើងនិយាយជាមួយសងឆៃឲ្យបានល្អប្រសិនបើគាត់មិនបាននិយាយអាក្រក់អំពីលេងសែវ៉ាងទេខ្ញុំអាចយកឈ្នះអនុប្រធានបានបញ្ចប់លុយឈប់ហើយខ្ញុំបានពឹងផ្អែកលើកូន3នាក់របស់ខ្ញុំនិងធនធានផ្សេងទំនាក់ទំនងជាមួយការិយាល័យពន្ធដារនៅសាកលវិទ្យាល័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចត្រូវបានកាត់ផ្តាច់បន្ទាប់គឺបញ្ហាគ្រួសាររបស់អ្នកយើងនឹងមិនចូលរួមទេបាទខ្ញុំនៅតែមិនទាន់ពេញ
ស្លាប់មកសូមអញ្ជើញមកទីនេះខ្ញុំរវល់ញ៉ាំអាហារអ្នកនិយាយដូចខ្ញុំអាចជាមិនអាចទៅរួចតើអ្នកអាចអស្ចារ្យយ៉ាងនេះដោយរបៀបណា719អ្នកប្រកាសជាបានបោកប្រាស់ហើយអ្នកអាចសួរចម្ងល់អំពីចរិតរបស់ខ្ញុំប៉ុន្តែអ្នកមិនអាចសួរអំពីចំណាត់ថ្នាក់របស់ខ្ញុំបានទេទោះបីជាខ្ញុំឲ្យសៀវភៅទាំងអស់ដល់អ្នកអាចរកពិន្ទុបាន719ខ្ញុំបានប្រាប់អ្នកហើយថាអ្នកមិនមានលុយទិញវីថ្នាក់បង្រៀនតែខ្ញុំរវល់ពេកមិនអាចផ្ដោតលើការសិក្សាមែនទេចាសោះដូច្នេះខ្ញុំគ្មានជំរឿអ្វីក្រៅពីសិក្សាដោយគ្រូបង្រៀនប្រើប្រាស់ពេលវេលាទំនេរទាំងអស់រៀនដោយមិនខ្ជះខ្ជាយពេលវេលាសូម្បីតែ1វិនាទីសុំទោសបងស្រីច្បងខ្ញុំមិនដឹងថាអ្នកអស្ចារ្យយ៉ាងនេះទេខ្ញុំបានរវាពីអ្នកផ្សេងវាបង្ហាញថាខ្ញុំគ្មានអ្វីសោះបើប្រៀបធៀបទៅនឹងប្រាក់ចំណេញបងស្រីច្បងសុំទោសអាហឺមុខរបស់ខ្ញុំបងប្រុសទី2ខ្ញុំនឹងទទួលវាឆាប់នេះតើខ្ញុំគួរធ្វើអ្វីចំពោះមុខរបស់ខ្ញុំអ្នកគួរតែសួរបងស្រីជាទីស្រឡាញ់របស់អ្នកវាមិនមែនជាកំហុសរបស់នាងទាំងអស់ទេសុំទោសវាជាកំហុសរបស់ខ្ញុំទាំងអស់គ្មាននរណាម្នាក់ធ្វើវាដោយចិត្តណាទេត្រូវហើយអ្នកក៏គ្មានទោសដែរវាជាកំហុសរបស់អ្នកទាំងអស់ហើយអ្វីបានជាអ្នកទីនេះមានអ្វីពាក់ព័ន្ធនឹងខ្ញុំប្រសិនបើអ្នកមិនបានលាក់ចំណាត់ថ្នាក់របស់អ្នកទេគិតថាអ្នកធ្វើបានរឿងអាក្រក់បែបនេះអាចកើតឡើងនៅថ្ងៃនេះសប្បាយចិត្តណាស់តើអ្នកមានកុងតាក់អេឡិចត្រូនិកណាមួយនៅលើខ្លួនទេតើអ្នកជាមនុស្សអស្ចារ្យមែនទេស្រមុកសុំទោសខ្ញុំបានធ្វើបាបប្អូនស្រីរបស់ខ្ញុំបានកោសមុខរបស់អ្នកសុំទោសសេងយីនេះមិនមែនជាកំហុសរបស់អ្នកទេខ្លួនឯងច្រើនពេកវាមិនមែនជាកំហុសរបស់ខ្ញុំទាំងអស់នោះទេសេងយីកុំមានចរិតឆេវឆាវពេកស្ដាំមិនអាចសុំទោសបងប្រុសទី2ប្រសិនបើសំណួរអត្ថបទភាសាអង់គ្លេសនៅក្នុងការប្រឡងចូលមហាវិទ្យាល័យគឺសូមឲ្យឡៃហ៊ួរណែនាំកម្មវិធីល្អមួយដល់មិត្តភក្តិបន្ទាប់មកខ្ញុំមានសម្ភារៈល្អមួយចំនួនវាមិនគ្រប់គ្រាន់ទេសម្រាប់ស្ត្រីបរទេសម្នាក់ដើម្បីធ្វើបាបស្ត្រីគាត់ថែមទាំងបានព្យាយាមគំរាមកំហែងយើងទាំងអស់គ្នាជាមួយនឹងទោះបីជាខ្ញុំត្រូវមើលថែនរណាម្នាក់ក៏ដោយក៏មានតែមនុស្សដូចជាលីនស៊ីវ៉ាងទេដែលសាកសមនឹងការវិនិយោគខ្លាំងៗដែលត្រូវបានចំណាយធនធានច្រើនដើម្បីព្យាយាមកែល្អប៉ុន្តែមិនអាចជួយអ្វីបានឈប់ញុះញង់ឲ្យមានព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជឪពុករបស់បងប្រុសទី2បន្តវាទៅទៀតណាកូនថ្នាំព្យាបាលរបួសរបស់បងប្រុសទី2នាំគាត់ទៅមន្ទីរពេទ្យឲ្យលឿនខ្ញុំនឹងទៅដែរស្ដេចសុំទោសប៉ាខ្ញុំទើបតែដឹងថ្ងៃនេះថាខ្ញុំមើលរំលងអ្នកប៉ុណ្ណាឈិនអានអ្នកគឺជាកូនស្រីបង្កើតរបស់ឪពុកអ្នកប៉ាសុំទោសវាមិនសំខាន់ទេខ្ញុំមិនត្រូវការសុំទោសរបស់អ្នកទេខ្ញុំមិនត្រូវការស្នេហារបស់អ្នកទេខ្ញុំសុខសប្បាយជាទេនៃផ្ទុយទៅវិញប្រសិទ្ធភាពនៃការរៀនសូត្រកាន់តែខ្ពស់វាគឺជាស្ដេចនៃបទចម្រៀងអ្នកអាចទទួលបានពិន្ទុខ្ពស់719សមត្ថភាពរៀនសូត្រលំដាប់ថ្នាក់ទី1ជាកូនស្រីល្អរបស់ឪពុកនាងមែនចុះខ្ញុំវិញប៉ាមិនបាននិយាយថាខ្ញុំជាកូនស្រីរបស់គាត់ទេហ្វេងតើអ្នកគិតយ៉ាងណាចំពោះគ្រូសាហ្គែវជាពិសេសកៅយ៉ាងខ្ញុំគិតថាអ្នកទាំងពីរសមគ្នាល្អណាស់តើអ្នកដឹងពីអ្វីដែលអ្នកកំពុងនិយាយទេខ្ញុំជាសិស្សច្បងនៅវិទ្យាល័យតើអ្នកគាំទ្រការសម្រេចចិត្តរបស់ខ្ញុំហើយអ្វីទេទំនងស្នេហាជាអ្វីដែលខ្ញុំចង់មានន័យថានៅពេលក្រោយចុះពេលក្រោយវិញអ្នកអាចស្វែងរកឱកាសដើម្បីស្គាល់គ្នាកាន់តែច្បាស់គ្រូសាហ្គែវមានប្រវត្តិគ្រូសាល្អណាស់ទាំងអស់នេះគឺដោយសារតែលេងសៃវ៉ងវាទាំងអស់គឺដោយសារតែគាត់ធ្វើឲ្យខ្ញុំបាត់បង់សេចក្តីស្រឡាញ់របស់ឪពុកខ្ញុំនិងប្អូនប្រុសរបស់កៅយ៉ាងគាត់ប្រហែលជាស្អប់ខ្ញុំកាន់តែខ្លាំងឥឡូវនេះតើមានអ្វីផ្សេងទៀតទេបើគ្មានអ្វីផ្សេងទៀតទេខ្ញុំនឹងត្រឡប់ទៅបន្តរៀនដើម្បីសិក្សាប៉ានោះឲ្យហេតុអ្វីប៉ាមិនផ្ទេរកូនទៅថ្នាក់ខ្ពស់សម្រាប់ការប្រឡងមិនចង់ខ្ញុំមិនដែលគិតថាបុរសម្នាក់នេះគួរឲ្យស្អប់ខ្ពើមយ៉ាងនេះទេខ្ញុំមិនដែលរំពឹងថាគាត់នឹងនៅតែព្យាយាមប្រើប្រាស់ខ្ញុំដើម្បីបង្កើតបណ្ដាញទំនាក់ទំនងជាមួយនឹងទំនាក់ទំនងរបស់អ្នកដឹកនាំនោះទេខ្ញុំមិនមែនជាសំណរនៃវិហារ Notre Dame ទេវាដល់ពេលហើយសម្រាប់ពួកគេដើម្បីជួបប្រទះនឹងអារម្មណ៍នៃភាពគ្មានអំណាចហេតុអ្វីកូនទី4អ្នកទទួលបាននិទេសល្អម្លេះតើអ្នកត្រូវការរង្វាន់ប្រភេទណាប៉ានឹងបំពេញបំណងប្រាថ្នាទាំងអស់របស់អ្នកសាលាបណ្ដុះបណ្ដាលក្មេងជំទង់ខ្ញុំបាននិយាយថាខ្ញុំចង់រស់នៅសាលាបរិយាកាសសិក្សានៅផ្ទះមិនល្អទេរំខានដល់ការសិក្សារបស់ខ្ញុំកូនអ្នកតើខ្ញុំគួរនិយាយយ៉ាងដូចម្ដេចមានរឿងអ្វីកើតឡើងនៅផ្ទះទេមានអ្នកណាមើលថែអ្នកនៅសាលាទេត្រជាក់ហេតុអ្វីយោពម
ប៉ុន្តែអ្នកប្រកាសជាត្រូវត្រឡប់មកវិញរៀងរាល់សប្តាហ៍កុំភ្លេចថាអ្នកជាសមាជិកនៃគ្រួសារស៊ូ Tweaking របស់ខ្ញុំ